មផ្ដាច់មកដោយថ្នាក់បាញ់មូជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតបានគ្រប់ពេលវេលាហើយទឹកនំកូនក្មេងជូលីជាជំនឿដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មីជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់កម្មវិធី Next Gen Podcast ម្ដងទៀតហើយនៅក្នុងសប្តាហ៍នេះដែរមកនិយាយនឹងនាំអារម្មណ៍បងមកជួប idol តូចមួយដែលគាត់ដែរជាអ្នកបង្កើតមាតិកាហើយគាត់ក៏ជាតារាសម្ដែងផងដែរឥឡូវបើសិនជាបងចង់ដឹងថាតើជីវិតគាត់ប្រកែហើយតស៊ូមិនខ្លះឬជួយជាមួយគាត់ទាំងអស់គ្នាជំរាបសួរអូនលៀបជំរាបសួរបងអូនលៀបសុខសប្បាយអត់អូនលៀបសុខសប្បាយធម្មតាចុះបងវិញបងសុខសប្បាយតាហើយអូនលៀបមកអីការសិក្សានិងការងារអីរវល់ខ្លាំងអត់ការងារសិល្បៈអាលីបសិលរវល់ទេប៉ុន្តែការងារ social media វិញអាលីភៀងរវល់ហើយបើសិនជាការរៀនការអីអាលីភៀងរវល់ដែរពួកអីខែហ្នឹងខែប្រឡងត្រូវហើយបងតាមពិតទៅអូនលៀបរៀនសាលាមួយម៉ានីកាដែរទេចុះអូនលៀបនៅសាលាមិនដែររៀនមិនដែរមានអីធម្មតាតាមុខវិជ្ជាខ្លះបបាមុខវិជ្ជាខ្លះស្រួលអញ្ចឹងទៅដូចបងដែរហើយចុះមិត្តភ័ក្តិមានច្រើនតើមិត្តភ័ក្តិមានច្រើនតាសឹងតែមួយសាលាមុខវិជ្ជាអីអូនលៀបចូលចិត្តជាងគេមុខវិជ្ជាដែលចូលចិត្តគឺ PE PE មកកីឡាមិនចឹងដូចសប្បាយអត់មានរៀនអីយ៉ាងណាបើបងវិញបងអាចចូលចិត្តកីឡាដោយសារបងអត់ចេះទាត់បាល់អត់ចេះផ្ទះបាល់អីទាំងអស់ចាប់បងចូលចិត្តមុខវិជ្ជាអីជាងគេបងចូលចិត្តមុខវិជ្ជាគំនូរហើយនិងសិល្បៈវ៉ាវយ៉ាមុខវិជ្ជាសិតតាលយអត់មានមួយណារៀនសោះដែលលៀបបងហើយអូននេះបងអស់មើលទៅឃើញតែវីដេអូអូនទេបងក៏ជា fan អូនដែរបងចង់ដឹងថាតើណាណាគេនេះហៅនៅ concept ហើយថតវីដេអូកាត់តវីដេអូឲ្យអូននិយាយដល់រឿងហ្នឹងលៀបមានថាចង់សតមែនតើព្រោះអីជាទូទៅលៀបថតវីដេអូក៏លៀបអត់មានទៅសេ script អីដូចគេទេនិយាយទៅរហូតនឹកឃើញគឺថតហ្មងហើយម៉ាក់អាលៀបគឺជាអ្នកដឹកនាំអាលៀបហ្នឹងហើយវ៉ាវគ្រូសាស្ត្រអូនលៀបពិតជាបកែមែនតើចាចុះក្នុងមួយថ្ងៃអូនលៀបផលិតវីដេអូបានប៉ុន្មានជាទូទៅពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រអាលៀបហ៊ានអញ្ចឹងអាលៀបថតបានតែមិនអញ្ចឹងអាលៀបថតបានតែមួយវីដេអូក្នុងមួយថ្ងៃទេតែបើថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យអាលៀបអាចនឹងថតបាន2វីដេអូក្នុងមួយថ្ងៃព្រោះអីអាលៀបមានរវល់អីទេបានច្រើនដែរហ្នឹងចាហើយអូនលៀបថតវីដេអូច្រើនអញ្ចឹងអូនមានដែរធ្លាប់ប៉ាម៉ាក់ស្ដីឲ្យអត់ម៉ាក់ប៉ាស្ដីឲ្យអាលៀបម្ដងម្កាលដែរហ្នឹងព្រោះអីពេលខ្លះម៉ាក់អាលៀបឲ្យធ្វើអានេះអាលៀបធ្វើអានោះអូនខ្លាចណាស់គេជាងប៉ានិងម៉ាក់អាលៀបបងនឹងវិសាអីអត់ព្រោះអីប៉ាក៏ខ្លាញ់ម៉ាក់ដែរពេលម៉ាក់ស្ដីឲ្យអាលៀបប៉ាអត់ហ៊ានលូកមាត់អីទេគាត់មានតែថាល្បោចថែមប៉ុន្តែពេលប៉ាស្ដីឲ្យអាលៀបវិញម៉ាក់កាន់ជើងអាលៀបប៉ុន្តែប៉ាហ៊ាននិយាយអីទាំងអស់ចុះពេលប៉ាម៉ាក់ស្ដីឲ្យអាលៀបអញ្ចឹងអាលៀបមានដែរលួចចិត្តខឹងគាត់អីអត់ពេលខ្លះអាលៀបខឹងដែរហ្នឹងណាប៉ុន្តែខឹងតាមផ្លែតទេបាត់អីចាដោយសារយើងជាអ្នកខុសដែរបានគាត់ស្ដីឲ្យត្រូវអត់ចាចុះប៉ាម៉ាក់ណាគេបកកែរអ៊ូជាងគេប៉ាអាលៀបបកកែល្អជាងគេថ្ងៃអត់ដឹងអីខ្លះឲ្យចូលមកអស់ហើយនេះខ្ញុំអញ្ចឹងហើយចុះបងប្អូនអូនលៀបមិញថាមាន3នាក់ចាឈ្មោះអីខ្លះឈ្មោះអូនទីងនិងអូនតងបងដឹងម៉ាក់អាលៀបថាម៉េចអត់ម៉ាក់អាលៀបថាចាំមើលបងអូនអាលៀបបានឈ្មោះទីងតងហើយបានឈ្មោះលៀបប៉ុន្តែម៉ាក់អាលៀបហៅថ្ងៃគឺទៀងម៉ាក់អាលៀបហៅអាលៀបថ្ងៃគឺទៀងព្រោះអីឈ្មោះអាលៀបខុសគេអូនទៀងអូនតងអូនទីងចាហើយមួយណាក្បាលខុសជាងគេអូនតងក្បាលខុសជាងគេប៉ុន្តែបើខាងប្តឹងវិញគឺអូនទីងហើយឯងកូនបើបកែប្តឹងអញ្ចឹងចាអរគុណលៀបច្រើនណាស់ដែលធ្វើឲ្យកម្មវិធីនេះកាន់តែសប្បាយរីករាយចុះតាំងពីតូចដល់ឥឡូវរឿងអីដែលធ្វើឲ្យលៀបសប្បាយចិត្តជាងគេរឿងដែលលៀបសប្បាយចិត្តជាងគេមាន2គឺនៅពេលដែលឆ្លុំមួយប្អូនហើយម៉ាក់កាន់ជើងអាលៀបហើយរឿងទី2គឺម៉ាក់ឲ្យលុយអាលៀបវ៉ាវហើយចុះមានរឿងអីអត់ដែលធ្វើឲ្យលៀបអន់ចិត្តរឿងពីតូចរហូតដល់សប្តាហ៍ហ្នឹងរឿងដែលតូចចិត្តគឺរឿងបច្ឆុយមិនចឹងអាលៀបចាំបានថ្ងៃមួយពេលហ្នឹងអាទិញញ៉ាំអីមួយម៉ាក់អាលៀបហើយទៅមានបងស្រី2នាក់គាត់និយាយសឹបជាភាសាអង់គ្លេសថា when I see her mole I cannot eat anything so disgusting គាត់ចង់និយាយថាពេលគាត់ឃើញបច្ឆុយអាលៀបហើយគាត់ញ៉ាំអីអត់ចូលទេមិនចឹងតែបងគាត់ថាបច្ឆុយអាលៀបស្អាតតាសម្រាប់អាលៀបអត់ដឹងដែរអាលៀបដឹងថាស្អាតឬក៏ស្អាតទេប៉ុន្តែអាលៀបមានថាអាលៀបអត់សូវស្រឡាញ់ទេព្រោះអីមានមនុស្សច្រើនមែនតើគេបូលីអាលៀបភាសាតែបច្ឆុយហើយពេលអាលៀបទៅដល់ផ្ទះវិញអាលៀបហ៊ានប្រាប់ម៉ាក់អាលៀបទេមិនចឹងអាលៀបហ៊ានប្រាប់ម៉ាក់អាលៀបទេខ្លាញ់ម៉ាក់អាលៀបពិបាកចិត្តអាលៀបចង់សុំម៉ាក់កាត់ប៉ុន្តែអាលៀបហ៊ានប្រាប់ម៉ាក់អីព្រោះអីម៉ាក់យាយអាលៀបប្រាប់អាលៀបថាបច្ឆុយហ្នឹងនំសំណាងដល់ម៉ាក់ប៉ាអញ្ចឹងអាលៀបខ្លាចពេលអាលៀបកាត់ហើយម៉ាក់ប៉ាអាលៀបសយប៉ុន្តែម៉ាក់ប៉ាធ្លាប់និយាយប្រាប់អាលៀបថាកូនឯងចង់កាត់អីកាត់ទៅអត់អីទេម៉ាក់សយក៏មិនដែរតែកូនឯងដែរកុំកាត់ច្រើនអីមកគាត់ថាអូនលៀបស្អាតហើយអ្នកខ្លះគេចេះតែសើចំអត់លេងប៉ុន្តែអ្នកខ្លះទៀតគឺគេស្រឡាញ់បច្ឆុយហ្នឹងណាអូនលៀបហើយ
បងដឹងអត់ពាក្យដែលអាលៀបអប់ជាងគេនៅពេលដែលគេនិយាយមកអាលៀបគេថាអុយអាលៀបហុយទុំលើមាត់ដែរងពាក្យហ្នឹងអ្នកផ្សេងគេគិតថាគឺជាពាក្យលេងសើចគេប៉ុន្តែសម្រាប់អាលៀបមានថាខូចចិត្ត អូនលៀបកុំតូចចិត្តអីហ៊ានស្រឡាញ់ខ្លួនឯងទៅដោយសារបងក៏ធ្លាប់គេថាឲ្យដែរពីមុនបងចំហមករហូតហើយគេថាតិចរយចូលរហូតហ្នឹងប៉ុន្តែយើងកុំខ្វល់យើងចេះតែស្រឡាញ់ខ្លួនឯងទៅបានហើយ ហើយបងដឹងអត់ភាគច្រើនណាពេលទៅ casting ថតរឿងឲ្យធ្លាក់ច្រើនជាងគេគឺដោយសារតែបច្ជួយគ្រាន់តែលៀបចូលភ្លាមគេនិយាយគ្នាសឹបថាកូននឹងមានកច្ជួយហ្នឹងអញ្ចឹងលៀបដឹងលទ្ធផលហើយពេលលៀប cast ហ្នឹងពេល cast ហើយលទ្ធផលនៅតែធ្លាក់ដដែលអញ្ចឹងលៀបមានអារម្មណ៍គ្នាទៀតទេ អូនលៀបកុំអន់ចិត្តកុំសែតអីដោយសារគេចង់ថាឲ្យយើងគឺជាមាត់របស់គេប៉ុន្តែក្តីសុខឲ្យយើងវាអត់ depend ទៅលើមាត់របស់គេហ្នឹងឯងអញ្ចឹងអូនលៀបចង់ធ្វើអីក៏ធ្វើកាត់ទៅបើអត់ចង់ក៏អត់ទៅសម្រាប់បងគឺបងគាត់ថាអូនលៀបស្អាតហើយមានបញ្ចូលហ្នឹងគឺធ្វើអូនលៀបស្រស់ហ្មង អរគុណបង ចាហើយអូនលៀបជាក្មេងដែលឆ្លាតប៉ាកែតស៊ូហើយអ្នកខ្លះថតបានដូចអូនផងបងធ្លាប់មើលវីដេអូអូនលៀបហើយនឹងវីដេអូម៉ាក់ប៉ាអូនលៀបច្រើនមែនតើគាត់និយាយពីជីវិតដ៏តស៊ូរបស់គាត់ហើយម៉ានីកាមើលហើយមានអារម្មណ៍ថាជីវិតគាត់គឺតស៊ូហើយល្អមែនតើហើយបងឃើញថាអូនលៀបក៏ជាក្មេងដែលឆ្លាតហើយប៉ាកែដែរតែតែជួយប៉ាម៉ាក់រហូតចុះតម្រាំទៅដល់ចំណុចនេះប៉ាម៉ាក់អូនលៀបហើយនឹងអូនលៀបមានដែរជួបបញ្ហាអីខ្លះ ពីមុនម៉ាក់លៀបគឺជា director គាត់ដឹកនាំក្មេងៗថតរឿងអញ្ចឹងណា ចា ហើយទៅថ្ងៃមួយហ្នឹងម៉ាក់អាលៀបដើរមួយក្រុមគាត់អញ្ចឹងទៅហើយពេលហ្នឹងគាត់ដើរទៅមុខបាត់ហើយអាលៀបនៅក្រោយហើយលោកអ៊ំម្នាក់គាត់និយាយដាក់ម៉ាក់អាលៀបថាមួយហ្នឹងน้องក្មេងដើរថតឈួតអត់ប្រយោជន៍ហើយអាលៀបលឺអញ្ចឹងអាលៀបមានថាខឹងម៉ាក់ហើយចង់ឲ្យម៉ាក់ជប់ធ្វើអញ្ចឹងហើយមានថ្ងៃមួយគេឈប់ធ្វើការកន្លែងគេឈប់ថតមួយគាត់ព្រោះអីថតមួយគាត់អត់ល្បីទេហើយទៅពេលទៅម៉ាក់អាលៀបគេងយំរងថ្ងៃហើយប៉ាអាលៀបក៏បានមកលួងម៉ាក់អាលៀបគាត់និយាយថាអត់អីទេអូនយើងថតតែគ្រួសារយើងក៏បានដែរ ធ្វើអី ហើយពេលហ្នឹងម៉ាក់អាលៀបគាត់ធ្វើការដល់ម៉ោង 1 ម៉ោង 2 បានគាត់ចេញគ្រាន់តែគាត់មកដល់ផ្ទះភ្លាមគាត់អង្គុយថតពីអ្នកប៉ាអាលៀបដូរកៅអៅទៅវិញទៅមកទាំងគាត់ជាមនុស្សខ្លាចកាមេរ៉ាអត់ដែរចូលកាមេរ៉ាទៅជាមនុស្សដែលជួយគ្នាទៅវិញទៅមកហើយអាលៀបគេយំអាលៀបគាត់ថាហើយបានត្រូវខឹងមួយម៉ាក់ខ្លួនឯងគាត់តែម៉ាក់ខ្លួនឯងស្រឡាញ់ខាងហ្នឹងសោះថៃបានខឹងម៉ាក់ខ្លួនឯងចឹងតាំងពីពេលហ្នឹងមកអាលៀបជួយម៉ាក់អាលៀបថតរហូតហើយម៉ាក់អាលៀបក៏បាននិពន្ធបទមួយបទហ្នឹងពាក់ព័ន្ធនឹងដូចជីវិតអាលៀបសពថ្ងៃអញ្ចឹងតាំងពីអាលៀបថតដំបូងមកបងចង់ស្ដាប់អត់ស្ដាប់ឥឡូវអាលៀបច្រៀងមកឃ្លាកន្លែងដែលសំខាន់ អូខេ 1 2 3 បនព្រះសំភារទេវតាឲ្យសម្រេចក្តីស្រមៃតែវាក៏បរាជ័យព្រោះអ្វីមិនដោយការកិនទេមានអ្នកលើកទឹកចិត្តយើងក៏មានអ្នកចាំតែសើចដែរតែត្រូវកិនតែម្យ៉ាងទេខំពូពៀនោះយើងនឹងជោគជ័យ Wow បងស្ដាប់តែមួយឃ្លាមិញហ្នឹងក៏ដឹងថាមានន័យដែរ ចាអរគុណបង ចាអរគុណអូនលៀបស្រឡាញ់ខាងជាងដែរ ស្រឡាញ់តាប៉ុន្តែស្រឡាញ់ដូចគោជាងអត់ព្រោះ បងឃើញមិញសំឡេងព្រោះសងនិយាយទៅអូនលៀបចេះទាំងច្រៀងសម្ដែងហើយបង្កើតមេតិកាទៀតប្រកែមែនតើបងប្អូន ចុះនៅថ្ងៃអនាគតអូនលៀបចង់ធ្វើជាអីដែរ ថ្ងៃអនាគតអាលៀបចង់ធ្វើ content creator មួយរូបដែលល្បីបំផុត អូតែឥឡូវអូនលៀបក៏ជា content creator ដែលល្បីដែរ ចា អញ្ចឹងអរគុណអូនលៀបដែលបានចូលរួមនៅក្នុងកម្មវិធី Next Gen Podcast នេះជាចុងក្រោយអូនលៀបមានសារអីផ្ញើទៅកាន់ប៉ាម៉ាក់ដែរ អាលៀបមានសារចង់ជូនទៅម៉ាក់ឲ្យចង់និយាយថាទៅកម្មវិធីលើកមុនម៉ាក់អត់ទាន់ដឹងលុយឲ្យអាលៀបទេ អាលៀបនិយាយលេងទេអាលៀបជូនពរឲ្យប៉ាម៉ាក់មានសុខភាពល្អរស់ស៊ីមានបាន ហើយមានអីចង់អរគុណទៅពួកគាត់ដែរ អាលៀបចង់អរគុណទៅពួកគាត់ដែលគាត់ជួយ support អាលៀបតាំងពីអាលៀបនៅតូចរហូតដល់សប្តាហ៍ថ្ងៃនេះ អរគុណអូនលៀបម្ដងទៀត អរគុណ បងជឿថាប៉ាម៉ាក់ក៏ជាមានមោទនភាពចំពោះអូនខ្លាំងហើយដោយសារអូនជាកូនល្អហើយជាកូនកតញ្ញូទៀត ចា អញ្ចឹងបងសូមជូនពរឲ្យអូនលៀបនិងក្រុមគ្រួសារមានសុខភាពល្អសំណាងល្អហើយកាន់តែជោគជ័យ អរគុណបង ចាអូនឥឡូវកម្មវិធីរបស់យើងបានមកដល់ទីបញ្ចប់ទៀតហើយបងសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនា podcast នេះហើយម៉ានីកាក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខគឺខោទឹកនោមជូលីនិងថ្នាំបាញ់មូសជូលីថ្នាំបាញ់មូសជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតបានគ្រប់ពេលវេលាខោទឹកនោមកូនក្មេងជូលីជាចំណុចដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មីសូមអរគុណសូមជម្រាបលា ឧបត្ថម្ភផ្ដាច់មុខដោយថ្នាំបាញ់មូសជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតបានគ្រប់ពេលវេលា
ហើយទឹកនំកូនក្មេងជូលីជាជម្រើសដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មី